ok បន្ទាប់ពីយើងវាបានហើយអញ្ចឹងយើងអ្វីដែលយើងត្រូវធ្វើបន្តទៀតយើងដាក់ម៉ៅរបស់យើងនៅលើ router អញ្ចឹងអឺយើងកុំ click ទេយើងដាក់ម៉ៅរបស់យើងនៅលើ router ហ្នឹងទៅយើងឃើញពាក្យgigabit ethernet 0/0/0/0/1អញ្ចឹងទៅប៉ុន្តែបើសិនបើយើងយក router ផ្សេងវាអាចមាន0/0/0/1អញ្ចឹងទៅវាអត់មានដល់/3អញ្ចឹងឯង/2ដែលមាន3អញ្ចឹងឯងអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតយើងមើលអាហ្នឹងហើយយើងត្រូវមើលកន្លែង IP address អញ្ចឹងយើងត្រូវ set អាកន្លែងហ្នឹងកន្លែងនេះគឺ not set ត្រូវអញ្ចឹងយើងត្រូវដាក់វាកំណត់នៅ IP address របស់វាមួយអញ្ចឹងយើងឥឡូវហ្នឹងគឺយើងមានteacher 50 host ហើយនឹង student ត្រូវការ student 200 host សួរថាយើងកំណត់មិនអញ្ចឹងយើងចូលមកកាន់ click ទៅកាន់ router ហើយ click ទៅកាន់ CLI ហើយយើងកន្លែងនេះឃើញពាក្យបើសិនបើចេញពាក្យ yes no អញ្ចឹងយើងវាយពាក្យ no មកអូខេ enter មក enter រហូតឃើញទេតោះចេញពាក្យ router អញ្ចឹងបន្ទាប់ពីចេញពាក្យ router យើងវាយពាក្យថា enable អូខេ enable បន្តមកទៀតខ្ញុំសុំ break តិចសិន sorry អូខេបន្ទាប់ពីចេញពាក្យ enable ហើយយើងធ្វើទៀតយើងវាយពាក្យថា config អូខេ config ហើយ terminal យើងចង់វាយពាក្យ configure ក៏បាន config ក៏បានអត់បញ្ហាទេតោះ config terminal enter មកយើងចេញពាក្យ config មុនដំបូងយើងវាយ enable ឲ្យចេញពាក្យត្រង់ជ្រូកសិនបន្តមកទៀត config terminal ឲ្យចេញពាក្យrouter config អូខេបន្តមកទៀតបើសិនបើយើងចង់ដាក់ host name ក៏បានដែរអញ្ចឹងយើងដាក់ host name មក host name អូខេអញ្ចឹង host name របស់យើងឧទាហរណ៍ថាខ្ញុំដាក់ថាnetwork class អញ្ចឹងយើងចង់ដាក់ឈ្មោះយើងក៏បានដែរកន្លែងនេះកន្លែង network class ហ្នឹងអត់បញ្ហាទេ host name ហើយខ្ញុំដាក់ network class អញ្ចឹងបានន័យថាខ្ញុំដូរពី router មកដាក់ពាក្យថា network class វិញអូខេអញ្ចឹងកន្លែងហ្នឹងយើងចង់ដូរក៏បានអត់ដូរក៏បានអត់បញ្ហាទេបន្តមកទៀតយើងត្រូវរើស port របស់វាមិញមាន0/0/0/0/1 ឬក៏0/0/2អញ្ចឹងទៅអត់បញ្ហាទេឥឡូវយើងរើស port ណាមួយឧទាហរណ៍ interface អូខេ TIG ឬក៏ពាក្យពេញរបស់វាយើងអាចដាក់ថា gigabit ethernet អូខេអញ្ចឹងពាក្យពេញរបស់វាអានេះយើងវាយពាក្យកាត់ក៏បានដែរអត់បញ្ហាទេ slow អូខេinterface TIG 0/0/0ចឹងបើសិនបើយើង router ខ្លះយើងយកមកមានប៉ុណ្ណេះយើងដាក់ប៉ុណ្ណឹងមកតែឥឡូវមាន3អញ្ចឹងយើងដាក់3អញ្ចឹងមក enter វានឹងចេញពាក្យថា config if បើសិនបើយើងវាយអត់ចេញពាក្យ config if ទេកុំទាន់តទៀតគឺយើងធ្វើម៉េចវាយឲ្យដូចខ្ញុំសិនមកឲ្យវាចេញពាក្យ config if សិនបន្តមកទៀតខ្ញុំសូមព្រមមកវិញអូខេអញ្ចឹងកន្លែងនេះយើងឃើញមានពណ៌ក្រហមទាំងពីរត្រូវទាំងមក teacher zone ហើយនិង student zone គឺខ្សែរបស់វាគឺក្រហមគឺ down អញ្ចឹងមកអញ្ចឹងអឺយើងធ្វើម៉េចដើម្បីកុំឲ្យវានេះយើងដាក់ no shutdown មួយមក no shutdown អូខេ no shutdown សេត្រូវទៅសេខុសអត់ចេញនេះអញ្ចឹងបន្ទាប់ពី no shutdown មកគឺខ្សែនេះគឺចេញពណ៌បៃតងហើយត្រូវហើយអញ្ចឹងបានថាវាមកខាង teacher zone តោះអញ្ចឹង teacher zone ពណ៌បៃតងមួយហើយយើង enter មួយមកយើងឲ្យវាចេញនេះមកនេះកន្លែង config if នេះមកយើងកំណត់ IP address អូខេតោះអញ្ចឹងរបៀបកំណត់ IP address ធ្វើម៉េចអញ្ចឹងដាក់មក IP ខ្ញុំសុំព្រមវិញអូខេ IP address ហើយកំណត់ខ្លួនឯងមករបៀបរកយ៉ា sorry ម្ដងទៀត IP address 192.168. ចុចប្រមាណឥឡូវខ្ញុំដាក់ចុច 1.1 ចាញ់ខ្ញុំបញ្ចូលថែមទៀត 255 2អូខេខ្ញុំមិនតន់វាយតទេអញ្ចឹង IP address នៅពេលយើងចេញពាក្យ config if ហើយយើងត្រូវវាយពាក្យ IP address ហើយ default gateway បន្តមកទៀតគឺ subnet mask អូខេ subnet mask តោះខ្ញុំសូមចេញផ្ទាំងហ្នឹងសិន
យើងចូលមកកាន់ Chrome ទាំងអស់គ្នាអូខេតើខ្ញុំ subnet calculator អូខេអញ្ចឹងយើងអាចកណនានៅក្នុងกระดาษរបស់យើងក៏បានឬក៏យើងចង់វិធីលឿនគឺយើងប្រើនេះមួយនេះ website មួយនេះដើម្បី calculate វាអូខេអញ្ចឹងដោយសារតែ50 post ចឹង50 post ប្រកាសជាកន្លែងនេះគឺ /26 ហើយមិនបាន /26 តោះឥឡូវយើងមកកណនាទាំងអស់គ្នាអញ្ចឹងយើងដឹងហើយថានេះរបស់យើង IP address របស់យើងគឺមាន4 octet អូខេ4 octet អញ្ចឹងក្នុងមួយ octet គឺមាន8 bit អូខេហើយអ្វីដែលយើងត្រូវការហ្នឹងគឺយើងត្រូវការ50 host អញ្ចឹងបើសិនបើ50 host យើងមើលលេខកន្លែងនេះគឺ2/0 2/1 2/2 3/4 5 6 7អញ្ចឹង8 bit ហើយមក octet គឺមាន8 bit ម្ដងទៀតហើយយើងត្រឹមមើលលេខខាងលើនេះគឺកន្លែងណាដែលធំជាងគេធំជាងលេខ50នេះប្រកាសជាលេខ64ហើយកុំយកលេខ32ដោយសារវាអត់គ្រប់ចំនួនដែលគេត្រូវការឯងអញ្ចឹង64គឺគ្រប់ចំនួនគឺលើសចំនួនហ្មងអញ្ចឹងអាហ្នឹងគឺយើងយកអាហ្នឹងគឺកន្លែងនេះគឺ2 ស្វ័យគុណ 6បន្តមកទៀតយើងមើលរូបមន្តរបស់យើងគឺ number IP address នេះរបស់យើងគឺត្រូវការ50គឺយើងមានហើយអញ្ចឹងកន្លែងនេះគឺយើងត្រូវយកលើសគឺ2 ស្វ័យគុណ 6កន្លែងនេះ2 ស្វ័យគុណ 6ធំជាង2 ស្វ័យគុណ 32ដកជាមួយនឹង subnet mask យើងទាញរក subnet mask ទៅវាស្មើនឹង 32ដកជាមួយនឹង6ទៅវាស្មើជាមួយនឹងស្មើនឹងណា26ហើយអូខេអញ្ចឹងកន្លែងនេះ26តោះត្រូវបន្តមកទៀតយើងមើលកន្លែងនេះទៀតយើងមើល26ចូល class អីគេ26ណា26នេះ/26កន្លែងនេះអញ្ចឹង/26ចូលជាមួយនឹង class C នេះឃើញអត់ class C របស់យើងអូខេអញ្ចឹង subnet mask របស់យើង255 192អូខេតោះអញ្ចឹងអត់បញ្ហាទេទៅទៀតអាយ៉ាកន្លែង calculator នៅណាមិញអូ sorry អញ្ចឹងកន្លែងនេះគឺយើងយក/26មកហើយ IP address យើងដឹងហើយ class C នៅចន្លោះណាទៅចន្លោះណាអញ្ចឹងខ្ញុំយក 192.168 ចុចឥឡូវខ្ញុំយកចុច1ចុចបានចុចទៅអូខេ calculate អញ្ចឹងដើម្បីកណនារបស់វាទេឧទាហរណ៍ថានេះនិយាយឲ្យបានថាចំនួន host ទាំងអស់គឺ64អូខេហើយ usable rank បើ usable host នេះគឺ62ដែលអាច assign ទៅកាន់ user បានហើយនេះគឺចំនួន subnet mask ហើយអីគេទៀតអញ្ចឹងអ្វីដែលត្រូវធ្វើយើងគឺយើងដឹងអស់ហើយហ្នឹងយើងអានេះusable rank ដំបូងគេគឺជា default gateway អានេះគឺជា network address អូខេអានេះ broadcast address តោះឥឡូវយើងមកកណនាទាំងអស់គ្នាយើងចូលមកកាន់ Cisco របស់យើងវិញអូខេយើងត្រូវការធ្វើតអញ្ចឹងកន្លែងនេះ teacher zone ជុំយៈបាត់អូខេអញ្ចឹងឥឡូវបើសិនបើវានេះយើងចូលមកកាន់ដដែលមកយើងចេញពាក្យនេះចេញពាក្យចេញសញ្ញាធំហ្នឹងយើងដាក់ enable មក enable អូខេហើយយើងយកពាក្យថា config terminal enter មកអូខេចេញពាក្យ config បន្តចេញពាក្យ config ហើយយើងវាយគេទៀតមិញយើងវាយពាក្យថា interface gig 0/0/0អូខេបន្តមកទៀតចេញពាក្យ config if យើងវាយ IP address តោះណា IP address ហើយ default gateway របស់យើងគឺយើងទៅមើល default gateway ដែលយើងបានកណនាមិញអូខេតោះdefault gateway នេះអ្នកដំបងគេបងអស់នេះតោះនោះ usable rank ណាចឹង 192.168.1.1 ហើយដាក់ subnet mask អានេះអូខេតោះចឹងដាក់មក 192.168.1.1 ដក clear 1 255 255 255
192 អូខេ enter មួយ block យើងចូលមកកាន់កន្លែងនេះគឺចូលមកកាន់ពាក្យ config if ដដែលហើយយើងអត់ត្រូវការធ្វើអីតទៀតទេយើង exit វាមកអូខេហើយយើងកលេចមកកាន់យើងដកវាសិនមកយើងលាក់វាសិនមកយើងមើលដាក់ម៉ៅរបស់យើងនៅលើ router ចេញហើយគឺ 192.168.1.1 អូខេអញ្ចឹងនៅសល់មួយទៀតគឺ student zone គឺយើងធ្វើខ្លួនឯងហើយខ្ញុំធ្វើវីដេអូបន្តទៀត